សួស្តីបងបងថ្ងៃនេះខ្ញុំមកណែនាំពីរបៀបបើក Wi-Fi Direct របស់ម៉ាស៊ីន Print បាទ model Epson ហ្នឹងហើយ Epson L 80និង L 180គឺដូចគ្នាទេបាទពីរហ្នឹងបាទអញ្ចឹងអូខេយើងទៅចូលបើកបងប្អូនបាទអញ្ចឹងអានេះគឺម៉ាស៊ីនដែលយើងទិញថ្មីគឺវាចេញបែបនេះអត់មាន Wi-Fi អីទេគឺតែទេស្អាតបាទអញ្ចឹងយើងមួយអានេះខ្ញុំមកប្រាប់ពីរបៀបបើក Wi-Fi Direct របស់ម៉ាស៊ីន Print បាទហ្នឹង Epson ណាបាទអញ្ចឹងបងចូលកន្លែងនេះមកចុចអាពីរនេះជាប់ស្មើគ្នាបាទចុចឲ្យស្មើគ្នាទៅចុចវាជាប់ស្មើគ្នាបាទហ្នឹងហើយចាំវាមកស្ទុះបាទអូខេអញ្ចឹងវា load Wi-Fi Direct ឲ្យបាទអូខេយើងបលេងបានហ្នឹងអញ្ចឹងអានេះជួប Wi-Fi Direct ហើយបាទហ្នឹងកន្លែងហ្នឹង load មកនេះ Wi-Fi Direct ហើយបាទអញ្ចឹងយើងចង់ print មើល password របស់វាបាទអញ្ចឹងចង់ print មើល password មកចុចកន្លែងនេះមកបាទចុចជាប់បាទហ្នឹងឲ្យភ្លើង load 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
4 5 បាទហ្នឹង5ដងទៅអញ្ចឹងវាព្រីនមកខ្លួនវាបាទហ្នឹងវាចាប់ប្រើព្រីនមកចាំតិចបាទអានេះយើងព្រីនមើល password Wi-Fi direct របស់ម៉ាស៊ីនព្រីនហ្នឹងវាមាន password របស់វាបាទអូខេអញ្ចឹងpassword របស់ម៉ាស៊ីនព្រីនមើលតិចរោមនេះកន្លែងនេះបាទអូខេ password របស់ម៉ាស៊ីនព្រីនអូឈប់មិនកន្លែងហ្នឹងទេនៅក្រោមនេះច្រឡំនៅខាងក្រោមនេះក្រោមកាន់ផងកាន់កាមេរ៉ាផងហើយយើងនេះផងចង់វិញនេះ password របស់វាបាទនេះ password បាទ password របស់ Centrin ហើយនេះនេះ password របស់វាប្រហែលខ្ទង់នេះយើងវាយបញ្ចូលក្នុង Wi-Fi របស់យើងទៅវាជាប់ឲ្យជាប់អញ្ចឹងមានន័យថាទូរស័ព្ទរបស់យើងនឹងជាប់ Wi-Fi ជាមួយនឹង Centrin ហ្នឹងអញ្ចឹងអាចប្រើប្រាស់បានចេញពីទូរស័ព្ទដៃបានហើយអូខេអញ្ចឹងរបៀបភ្ជាប់ Wi-Fi direct គឺមានតែប៉ុណ្្នឹងទេភ្ជាប់ Wi-Fi ហើយនឹងមើល password របស់វាហ្នឹងតែប៉ុណ្្នឹងទេបាទអូខេអញ្ចឹងមិញបន្ទាប់ពីយើងset up បើក Wi-Fi direct ហើយនឹង print មើល IP របស់វានឹងមើល password ច្រឡំ password របស់វាបាទហ្នឹងណាអូខេអញ្ចឹងយើងចូលមកកាន់ទូរស័ព្ទរបស់យើងអានេះរបៀបចូល Wi-Fi direct ហើយនឹង print ចេញពីទូរស័ព្ទដៃហ្នឹងទូរស័ព្ទដៃអញ្ចឹងអូខេហ្នឹងអានេះ app របស់វាយើងចូលទៅ download ក្នុង App Store បាទហ្នឹងក្នុងនេះ App Store របស់ទូរស័ព្ទយើងមកពេល download ហើយវាចេញជាកម្មវិធីបែបនេះបាទហ្នឹងហើយអញ្ចឹងឥឡូវយើងទៅភ្ជាប់ Wi-Fi នេះសិន Wi-Fi ម៉ាស៊ីនរបស់ print របស់យើងសិនបាទហ្នឹងអញ្ចឹងនេះចូលកន្លែង Wi-Fi នេះមកហ្នឹងអញ្ចឹងនេះលេខម៉ាស៊ីន absent របស់យើងហ្នឹងដែលយើងបើក Wi-Fi direct នេះកន្លែងទៅចូលវាមកហ្នឹងអញ្ចឹងយើងវាយ password វាបញ្ចូលវាយ password វាបញ្ចូលនេះនេះ password វាហ្នឹងនេះវាយ password នេះបញ្ចូលក្នុងទូរស័ព្ទដៃហ្នឹងហើយអញ្ចឹងខ្ញុំវាយអូខេ644 អូខេអញ្ចឹងយើងវាយបញ្ចូលចឹងហើយបាទអញ្ចឹងយើងភ្ជាប់វាទៅហ្នឹងអូខេអញ្ចឹងវាលោតជាប់ឲ្យហើយវា connect ជាមួយម៉ាស៊ីន print របស់យើងហើយហ្នឹងហើយអញ្ចឹងបន្ទាប់ពីវា connect ហើយយើងចូល back មកក្រោយហើយចូលកន្លែងកម្មវិធីរបស់យើងហ្នឹងហើយអញ្ចឹងនេះចូលកន្លែងនេះបាទ load ទៅអញ្ចឹងវា search ឈ្មោះ Wi-Fi ឈ្មោះម៉ាស៊ីន print យើងហើយវា search រកម៉ាស៊ីន print របស់យើងដែលយើងបើកហើយចាំវាមកស្ទុះសិនបាទតែយូរតិចដែរអូខេបាទហ្នឹងអញ្ចឹងនេះវា search ស្គាល់គឺវាដាក់ម៉ាកម៉ាស៊ីននៅលើនឹងនេះនេះបាទនេះ
chẳng score lấy tu sạp đáy dưỡng score cho mùi sơn print này nè chẳng ở cái này ní cứ cái này photo rụp hiệp bao dưỡng nè photo rụp hiệp bao dưỡng này tiền mang cứ trong print mười na các bạn này cái này ní cứ cái này nhờ document ai cái xa chỉ file á nè document save từ file save từ ấy nó không đi bạn trả lấy nhưng mà ở trong print file tí nhưng trong chỗ cái này nhờ photo bánh và chỗ cái này photo bánh chẳng là lấy nhưng bụi họ xây cái bán này sàn dây này này bây giờ này mùi thôi này chẳng nè chỗ cái này add cái này lư này món và add chẳng vì install đấy bà chăm tích này cái này cứ cái này setting bao vía bà setting đôi ta đi đa để chẳng đồ tới dừng dục là để phó để dừng từ cá ý phó này ý phó này lư này ý phó bà chẳng cái này ní cứ có phết cả đa lấy nhung vô plan paper thầm đa đi plan paper thầm đá cái này ní cứ setting viên miếng cha ná này cái này ní quality ấy này vô standard thầm đá nhưng một trong ban standard thầm đá bây giờ rơi không ní setting ní ở hơi chẳng bong cho đan về từ này đòi cái này ní bong cho print về tới này cho print tới ok chẳng vì chập đâu nằm nơi cả chẳng xin print bao nhiêuគឺវាចាប់ដើមដំណើរការដើរបាទចឹងវាទាញnhư thế nàyបាទអានេះរបៀប print ចេញពីទូរស័ព្ទដៃហ្នឹងជាមួយនឹង Wi-Fi direct Wi-Fi direct របស់ម៉ាស៊ីន print របស់វាបាទអូខេបាទ print ចេញហ្នឹងហ្នឹងហើយចឹងជារូបភាពជាអីអាហ្នឹងឬ quality ឬអីស្រេចតែបងប្អូនចង់រើសទេហ្នឹងហើយ quality ឬក៏ប្រភេទกระดาษអានេះกระดาษRAMធម្មតាមើលទៅវាអត់សូវ smooth ទេបើกระดาษឡូងដាក់មកអែមអញ្ចឹងរបៀបភ្ជាប់ Wi-Fi direct ហើយនឹង print ចេញពីទូរស័ព្ទដៃគឺយើងមានតែប៉ុណ្្នឹងទេបាទមានតែប៉ុណ្្នឹងទេបាទអូខេអរគុណច្រើនបង